សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនអំពីពាក្យថា lonely alone isolated solitude តើពាក្យទាំង4ហ្នឹងខុសគ្នាយ៉ាងម៉េចទៅនៅក្នុងការប្រើប្រាស់ក្នុងភាសាអង់គ្លេសនិងពាក្យប្រចាំថ្ងៃរបស់យើងបើចង់ដឹងតោះទៅរៀនទាំងអស់គ្នាពាក្យទី1ដែលយើងគួររៀនហើយគួរកត់ចំណាំគឺពាក្យថា alone ហ្នឹងថ្នាក់ពាក្យរបស់វាមាន2ទី1ជា adverb ទី2គឺជា adjective ដែលយើងគួរតែចំណាំវាបានហើយវាមានអត្ថន័យទៅលើការប្រើប្រាស់ប្រយោគរបស់យើងឧទាហរណ៍ថា alone ហ្នឹងខ្ញុំនៅតែម្នាក់ឯងអញ្ចឹងយើងអាចនិយាយថា I am alone ខ្ញុំនៅម្នាក់ឯងតោះឬក៏យើងចង់និយាយថាខ្ញុំកំពុងតែនិយាយម្នាក់ឯងយើងអាចប្រើប្រាស់បានថា I am speaking alone ខ្ញុំកំពុងនិយាយម្នាក់ឯងអញ្ចឹងអត្ថន័យគឺស្មើនឹង alone អញ្ចឹង alone ហ្នឹងបង្ហាញពីយើងនៅម្នាក់ឯងឬក៏ធ្វើអីមួយតែឯងដល់ពេលទី2ពាក្យ lonely ដើរតួនាទីជា adjective ហើយប្រើប្រាស់គឺបង្ហាញពីអារម្មណ៍របស់យើងហាក់បីដូចជាមិនទទួលបានការរាក់ទាក់ឬក៏ស្រឡាញ់រាប់អានពីនរណាម្នាក់ណាទោះបីជាយើងនៅក្នុងក្រុមនឹងក៏ដោយប៉ុន្តែយើងអត់មានអារម្មណ៍ថាទទួលបានភាពកក់ក្ដៅអញ្ចឹងយើងអាចប្រើប្រាស់បានថា I am lonely ខ្ញុំមានអារម្មណ៍ថាឯកោឬក៏យើងអាចនិយាយថា she feels lonely នាងមានអារម្មណ៍ថាឯកោតោះដល់ពេលពាក្យមួយទៀតយើងប្រើប្រាស់ដែរគឺ isolated ហ្នឹងដើរតួនាទីជាគុណនាមដែរប៉ុន្តែវាស្មើនឹងអត្ថន័យថាយើងផ្ដាច់ខ្លួនចេញពីក្រុមឬក៏ពីកន្លែងណាមួយឧទាហរណ៍ he is isolated from the people he is isolated from the society គាត់បានចាក់ចេញពីក្រុមមនុស្សឬក៏គាត់បានចាក់ចេញពីសង្គមបើយើងប្រើឲ្យចំន័យតែម្ដងគឺស្មើនឹងផ្ដាច់ខ្លួនចេញមានន័យថាគាត់អត់ចូលចិត្តសង្គមមួយហ្នឹងគាត់ផ្ដាច់ខ្លួនចេញ isolated ពាក្យទី4ដែលយើងគួរចេះហ្នឹងគឺពាក្យថា solitude បើយើងប្រែន័យឲ្យចំស្មើនឹងឯកោដែរប៉ុន្តែឯកោបែបរីករាយជាជំរើសរបស់យើងនៅពេលដែលយើងចង់ទៅណាទៅឯងហើយទៅដោយភាពរីករាយខ្លួនឯងយើងប្រើប្រាស់ថា solitude example he enjoys solitude she enjoy solitude នាងចូលចិត្តបែបនៅតែឯងជាជំរើសរបស់យើងអញ្ចឹងយើងអាចប្រើប្រាស់ពាក្យទាំងអស់ហ្នឹងបានម្ដងទៀត alone ប្រែថានៅម្នាក់ឯង lonely មានអារម្មណ៍ថាឯកា isolated ស្មើនឹងការផ្ដាច់ខ្លួនចេញ solitude ស្មើនឹងនៅតែឯងដែរប៉ុន្តែអារម្មណ៍បែប positive goodbye